Bạn sửa đấy cùng mấy ông con ở ní thì nhìn xong mình này nó chỉ mùi nằng ở chốt bên ghé chẳng ở chốt đấy cái giống mồm pẹt là mà sân sang vào dưới ba mươiកម្លាំងxeចាប់ពី4សេះបាទរហូតដល់8កម្លាំងសេះបាទអញ្ចឹងយើងអាចយកជាមួយនឹងបេនេះក៏ដូចជាឈុតនេះទៅបំពាក់បានដោយគ្រាន់តែយើងមានធុងហ្គាសបន្ថែមមកយើងគ្រប់ហើយបានយើងអាចប្រើប្រាស់បានហើយអញ្ចឹងចំពោះឈុតនេះគឺទី1គឺយើងមានបានដុំទប់ហ្គាសនេះបានដុំទប់សម្ពាធហ្គាសនេះមួយនេះខ្ញុំមកដឹងភាសាបច្ចេកទេសរបស់ប្រព័ន្ធហ្គាសឬក៏ផ្នែកហ្គាសគេហៅទេប៉ុន្តែខ្ញុំសុំថាវាទប់សម្ពាធឬទប់ការបុករបស់ហ្គាសហើយអត្រាលំហូររបស់វាគឺបាន1.5 បាទ 1.5 គីឡូក្រាមហ្គាសក្នុង1ម៉ោងបាទអត្រាលំហូររបស់វាបាទអញ្ចឹងវាជួយកាត់បន្ថយជាមួយនឹងកម្លាំងខ្យល់ហ្គាសដែលបុកចេញពូធម្មតាធុងហ្គាសរបស់យើងគឺយើងមានសម្ពាធដើម្បីរុញហ្គាសចេញវាជាប្រភេទចំហាយបាទហើយរួមជាមួយនឹងទយោហ្គាសនេះបាទទយោហ្គាសនេះគឺយើងមាន3ម៉ែត្របាទទយោហ្គាស3ម៉ែត្រជាមួយនឹងបាទកូសយេបាទកូសយេរឹត2ភ្ជាប់ជាមួយនឹងផងដែរបាទហើយសម្រាប់មួយនេះគឺបន្ថែមសម្រាប់យើងយកទៅបន្ថែមពីលើសម្រាប់ធុងហ្គាសដែលមានចំណុះដែលយើងមានជាខាងដាំបាយពីលើហ្នឹងណាបាទចំណុះវាប្រហែលជាត្រឹម2គីឡូដល់5គីឡូទេធុងហ្គាសហ្នឹងអញ្ចឹងអានេះយើងយកទៅបន្ថែមសម្រាប់ភ្ជាប់ជាមួយនឹងអានេះអញ្ចឹងបើសិនជាយើងមានធុងហ្គាសតូចហ្នឹងក៏យើងអាចយកទៅប្រើប្រាស់បានដែរយើងគ្រាន់តែទិញអានេះបន្ថែមទៅអញ្ចឹងបើសិនជាចង់បានភ្ជាប់ជាមួយនឹងឈុតនេះអាហ្នឹងគឺយើងគិតតម្លៃពិសេសជូនបាទហើយមួយទៀតគឺឈុតហ្គាសរបស់យើងនេះបាទគឺបេនហ្គាសរបស់យើងបាទអានេះខ្ញុំតឡើងជាប់មួយម៉ាស៊ីនវាហើយគឺតេស្តបាទត្រៀមផ្ញើឲ្យអតិថិជនបាទគាត់នៅខាងខេត្តពោធិ៍សាត់ដែលគាត់យកទៅប្រើប្រាស់ហ្នឹងបាទត្រៀមតេស្តដើម្បីប្រកាសថាយកទៅដឹងតែប្រើបាននឹងមិនមានការលេចជ្រាបត្រង់ចំណុចផ្សេងៗដើម្បីអតិថិជនគាត់មានទំនុកចិត្តបន្ថែមទៀតបាទអញ្ចឹងឈុតនេះគឺយើងតឡើងហើយប៉ុន្តែអានេះខ្ញុំអត់បានដាក់ដៃជាមួយនឹងដៃបាទដៃបិទជាមួយនឹងអែបាទខ្ញុំអត់បានដាក់ទេបាទហើយនេះគឺផ្នែកដកទយោសាំងចូលប៉ុន្តែបើសិនយើងប្រើហ្គាសគឺយើងមិនចាំបាច់ដកទយោសាំងចូលទេបាទគឺយើងទុកវាបែបហ្នឹងហើយបាទហើយនេះម៉ាស៊ីននេះគឺ GX 160បាទlà available ហើយបាទចាំខ្ញុំធ្វើការដំឡើងហើយទយោនេះគឺទយោខ្ញុំសាកល្បងទេបាទទយោខ្ញុំដុតតែសាកល្បងទេពួកខ្ញុំអត់បានហែក3ម៉ែត្រនេះមកប្រើទេបាទអញ្ចឹងជាមួយខ្ញុំសាកល្បងខ្ញុំនឹងធ្វើវីដេអូភ្ជាប់ទៅជាមួយមួយទៀតឲ្យបងប្អូនបានមើលបាទអញ្ចឹងអរគុណ